và chỗ đóទឹកទី5ទឹកទី5នេះការប្រកួតរវាងកីឡាករថេនមានជ័យប៉ះជាមួយនឹងកីឡាករធុនប្រាក់ស៊ីនគុនប្រាក់ស៊ីនតកូលធុនគឺកូនសិស្សរបស់លោកគ្រូធុនសភាថេនមានជ័យគឺកូនសិស្សលោកគ្រូសេនបុតថេនការប្រកួតនេះកំពុងតែដំណើរការដល់ទឹកទី5ហើយនៅសង្វៀនបាយ័ននាថ្ងៃទី26ខែមេសាឆ្នាំ2025នេះបាទការប្រកួតរបស់អ្នកទាំងពីរគឺទឹក1ទឹក2បង្គោលក្រហមហាក់ដូចជាមានប្រៀបប៉ុន្តែនៅចុងទឹក3ចាប់ពីចុងទឹក3មកបង្គោលខៀវពាក់កងពណ៌ខ្មៅហាក់ដូចជាមានប្រៀបឡើងវិញអញ្ចឹងការលទ្ធផលយ៉ាងណានោះរងចាំការបញ្ចប់នៅទឹក5នេះឬក៏មើលឃើញឬក៏កីឡាកររូបណាអាចបញ្ចប់នៅក្នុងទឹក5នេះក៏យើងមើលអត់តបានចង់លោតកាញ់ចង់លោតចង្កងហោះប៉ុន្តែហោះមិនដល់លោកជួយមួយបង្គោលខៀវលោកជួយមួយលោកស្ដាំមកវិញទីមួយទៀតទឹក5នេះមិនទាន់ជាអាយការៈឲ្យចេញទេហើយជាអាចអូបន្លាយរហូតដល់ចប់ទឹកក៏ថាបានជង្គង់មើលឃើញដូចជង្គង់មិនចំគោលដៅទេជង្គង់លក្ខណៈសំដែងយ៉ាងម៉េចទេអានេះទាំងពីរការប្រកួតរបស់អ្នកទាំងពីរដល់ចូលដល់ទឹក5នេះហាក់ដូចជាអាការៈលក្ខណៈមិនស្វែងមួយចាប់បើយើងមើលជង្គង់របស់អ្នកទាំងពីរជង្គង់ដូចជាមិនចំគោលដៅទេលោតដល់ទឹកល្មមយ៉ាការប្រកួតកំពុងតែរងចាំលទ្ធផលតើបង្គោលខៀវឬក៏បង្គោលក្រហមបង្គោលខៀវពាក់កងពណ៌ខ្មៅម៉ាញ់នេះគឺសិស្សគ្រូសេនបន្ទិនបាទថេនមានជ័យបង្គោលក្រហមគឺធុនប្រាក់ស៊ីនសិស្សលោកគ្រូធុនសុភាអ្នកនៅកំត្រក្នុងស្ទូឌីយោបាទពូមើលឃើញតាមនៅទឹកពីទឹកដំបងនេះគឺបង្គោលក្រហមហើយបានដល់ពេលចុងទឹក3បង្គោលខៀវរកចំណុចខ្សោយរបស់បង្គោលក្រហមវិញបានចឹងចង់បញ្ចប់5ទឹកគឺបានត្រឹមលទ្ធផលស្មើទេអរគុណបងប្អូនពុកម៉ែដែលបានមើលនៅលើពេកបាទជួយ share ផងចែក like ផងអរគុណបងប្អូនជួយ share ហើយនឹងជួយ subscribe ឬជា follow page បាទសូមអរគុណបាទវីហូបជាផលិតផលបំពន់សុខភាពសន្លាក់សរសៃអាស៊ីតវីហូបហើយជា